មនុស្សជាច្រើនមិនយល់ទេថាហេតុអ្វីបានជាខ្សែធម្មតាណារប៉ាមួយសរសៃអាចទប់នាវាដ៏ធំដែលមានទម្ងន់រាប់ម៉ឺនតោនបានអ្នកប្រហែលជាគិតថាវាមិនគួរឲ្យជឿសោះនាវាធ្ងន់បែបនេះតើវាមិនកន្ត្រាក់ដាច់ខ្សែតែម្ដងទេឬតាមពិតទៅអ្វីដែលដើរតួនាទីយ៉ាងសំខាន់មិនមែនជាកម្លាំងរបស់ខ្សែផ្ទាល់នោះទេប៉ុន្តែគឺជាគោលការណ៍រូបវិទ្យាដែលលាក់កំបាំងនៅក្នុងការរុំខ្សែនៅពេលដែលអ្នកនាវិករុំខ្សែជុំវិញបង្គោលចងនាវាពី3ជុំរាល់ពេលដែលបន្ថែមមួយជុំកម្លាំងកកិតរវាងខ្សែនិងបង្គោលនឹងកើនឡើងយ៉ាងខ្លាំងនៅពេលនាវាដ៏ធំទាញខ្សែកម្លាំងនឹងត្រូវបានបំបែកដោយខ្សែដែលរុំជាច្រើនជុំនោះរហូតដល់កម្លាំងទាញដែលមកដល់ដៃអ្នកនាវិកមានកម្រិតតិចតួចបំផុតនេះហើយជាមូលហេតុដែលបុគ្គលិកនៅកំពង់ផែមិនចាំបាច់ប្រឹងទាញនាវាដោយកម្លាំងបាយឡើយប៉ុន្តែប្រើការគ្រប់គ្រងការលែងនិងការរឹតខ្សែដើម្បីឲ្យនាវាដ៏ធំឈប់យឺតទោះជាយ៉ាងណាក៏ដោយសម្រាប់នាវាដែលមានទម្ងន់រាប់ម៉ឺនតោនឬធំជាងនេះវាមិនមែនពឹងផ្អែកលើខ្សែតែមួយសរសៃនោះទេគេនឹងប្រើខ្សែចងនាវាធំជាច្រើនសរសៃដើម្បីចងភ្ជាប់ផ្នែកក្បាលនាវាកន្ទុយនាវានិងតួនាវាដើម្បីឲ្យកម្លាំងរបស់នាវាទាំងមូលត្រូវបានបំបែកចេញពីគ្នាប៉ុន្តែទោះបីជាយ៉ាងនេះក្តីនៅចំពោះមុខរលកនិងខ្យល់ខ្លាំងខ្សែក៏នៅតែត្រូវរងនឹងការប៉ះទង្គិចយ៉ាងខ្លាំងក្លាដូច្នេះខ្សែនីមួយៗត្រូវតែឆ្លងកាត់ការរចនាយ៉ាងហ្មត់ចត់អ្វីដែលមើលទៅហាក់ដូចជាការរុំខ្សែធម្មតានៅមាត់កំពង់ផែតាមពិតទៅគឺជាការប្រើប្រាស់កម្លាំងកកិតដ៏តូចដើម្បីប្រឆាំងនឹងកម្លាំងដ៏មហិមានៅលើផ្ទៃសមុទ្រ